ជំរាបសួរបងប្អូនអរគ្នាថ្ងៃនេះនាងខ្ញុំសូមបង្ហាញជូនបងប្អូនពីរបៀបធ្វើមាន់ចំហុយតាមបែបកូរ៉េចាជាដំបូងហ្នឹងគឺយើងយកតាមហ៊ុនយើងហ្នឹងយកមកត្រាំទឹកឲ្យរីកចារួចហើយយើងលាងសម្រស់មាន់យើងទុកឲ្យស្រស់ទឹករួចហើយយើងហាន់បន្លែរបស់យើងមានការ៉ុតដំឡូងបារាំងខ្ទឹមបារាំងហើយដើមខ្ទឹមធំចាយើងហាន់វាបានមកបន្តមកទៀតយើងដាំខ្ទះឲ្យក្តៅដាក់ប្រេងឆាមួយស្លាបព្រាចារួចហើយយើងទៅរៀបសាច់មាន់របស់យើងយើងជៀនវាឲ្យតាមពណ៌ឲ្យវាឆ្ងាញ់ពេលដែលវាក្រៀមទៅយើងប្រើវាទៅមកដាក់តាមទៀតគឺនឹងខ្ញុំដាក់ទឹកហ្នឹងចំនួន2ស្លាបព្រាចារួចនេះខ្ញុំដាក់ទឹកស្អ៊ីវចំនួន1ខប់ចារួចប្រើស្ករសហ្នឹងចំនួន3ស្លាបព្រាចារួចយើងកូរវាហាក់ឲ្យស្ករសទឹកស្អ៊ីវវាចូលគ្នារួចយើងដាក់ដំឡូងបារាំងហើយនឹងការ៉ុតចូលចាអញ្ចឹងពេលដែលមាន់យើងឆ្អិនល្អហើយគឺនឹងខ្ញុំដាក់ខ្ទឹមទាំងច្រាំចំនួន1ស្លាបព្រាចូលចាបន្តមកទៀតហ្នឹងគឺទឹកស្ករចំនួន1ស្លាបព្រាផងដែរចាបើសិនជាបងប្អូនអត់សូវជាចូលចិត្តអែមទេទឹកស្ករមិនចាំបាច់ដាក់ក៏បានដែររួចហើយនេះខ្ញុំដាក់ម្រេចម៉ដ្ឋបន្តិចចារួចដាក់ដើមខ្ទឹមធំហើយខ្ទឹមបារាំងវិញអានេះជុំចាចាយើងកូរវាចារួចបងតាំងហ៊ុនរបស់យើងចូលចាយើងទុកឲ្យវាផុយឆ្អិនទៅចាឃើញថារួចរាល់ហើយយើងដាក់បិទចាំហូបហ្នឹងគឺចាចុងក្រោយហ្នឹងគឺរោយល្ងពីលើឲ្យចាហូបហ្នឹងគឺវាងាយចាធ្វើលឿនហើយនឹងរសជាតិឆ្ងាញ់ដែរចាសូមអរគុណចំពោះការតាមដានវីដេអូរបស់ខ្ញុំ